ខ្ញុំលើកឡើងពីកង្វះខាតធំៗ3ដែលពួកយើងត្រូវយកចិត្តទុកដាក់ជាពិសេសទៅក្នុងរដ្ឋាភិបាល3ហ្នឹងគឺទី1ពាក់ព័ន្ធទៅជាមួយនឹងការតភ្ជាប់បាទការតភ្ជាប់ជើងយន្តហោះហ្នឹងបាទហ្នឹងគឺរឿងមួយយើងទាំងអស់គ្នាបានដឹងរដ្ឋក៏ដឹងឯកជនក៏ដឹងបាទកង្វះខាតទី2ហ្នឹងគឺការផ្សព្វផ្សាយរបស់យើងការផ្សព្វផ្សាយរបស់យើងគឺជាកង្វះខាតធំមួយបាទខ្វះខាតមែនទែនការផ្សព្វផ្សាយរបស់យើងវានៅតិចតួចសួយស្ដើងមែនទែនឬក៏និយាយថាវាស្ទើរតែមិនមានសោះការផ្សព្វផ្សាយរបស់យើងកង្វះខាតទី3ហ្នឹងគឺការអនុវត្តច្បាប់ដែលនៅកម្ពុជាបាទការអនុវត្តច្បាប់ហ្នឹងគឺជារឿងគោលមួយដែលធ្វើឲ្យមានសេចក្តីភ័យខ្លាចហើយធ្វើឲ្យប្រទេសជាតិធ្លាក់ចូលក្នុងភាពការស្អប់របស់បណ្ដាប្រទេសផ្សេងៗហើយការភ័យខ្លាចរបស់ប្រទេសផ្សេងៗមកលើយើងហ្នឹងគឺដោយសារតែការអនុវត្តច្បាប់បាទអានឹងហើយដែលធ្វើឲ្យយើងបាត់បង់នូវសេចក្តីថ្លៃថ្នូររបស់យើងចាអញ្ចឹងអារឿង3ហ្នឹងគឺជារឿងដែលសំខាន់ណាស់បាទហើយពាក់ព័ន្ធជាមួយនឹងឯកជនខ្ញុំលើកឡើងដដែលទៀតថាអ្នកណាជាឯកជនគឺបើសិនជាមហាសេដ្ឋីអ្នកមានលុយនៅស្រុកខ្មែរទាំងអស់ហ្នឹងបើសិនជាគាត់មានជាតិនិយមក្នុងការជួយអភិវឌ្ឍនៅហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសនោះអាហ្នឹងគឺប្រកបណាស់ធ្វើនឹងធ្វើឲ្យប្រទេសនឹងរីកចម្រើននិងធ្វើឲ្យ support គ្រប់គ្រងទៅលើគោលនយោបាយបរដ្ឋបានហើយតែចាំរដ្ឋជាអ្នកបង្កើតគោលនយោបាយពួកយើងជាអ្នកអនុវត្តរដ្ឋមិនមែនជាអ្នកវិនិយោគទេអញ្ចឹងណារដ្ឋគ្រាន់តែបង្កើតគោលនយោបាយប៉ុណ្្នឹងទេតែចាំតែរដ្ឋប៉ុន្តែរដ្ឋមិនមែនជាអ្នកដែលមកវិនិយោគទេគឺពួកយើងឯកជនជាអ្នកវិនិយោគ